ពន្លឺរស្មីនៃព្រះអាទិត្យមានសារៈសំខាន់ណាស់សម្រាប់ភពផែនដីនិងមនុស្សទាំងឡាយដែលរស់នៅលើផែនដីនេះពេលណាដែលព្រះអាទិត្យរះឡើងបញ្ចេញពន្លឺរស្មីសាយភេងពេញផែនភាឡៃផែនដីទាំងមូលក៏មានភាពស្រទន់ស្រស់បំព្រងឡើងពោពេញទៅដោយសោភ័ណល្អត្រកាលកំចាត់បងនៅភាពងងឹតអន្ធកាលអស់ពីផែនដីបន្សល់នៅភាពដ៏ស្រស់ស្អាតក្រៃលែងដែលចាំងចែងទៅដោយពន្លឺរស្មីនៃព្រះអាទិត្យមនុស្សម្នាទាំងឡាយក៏ចេញដំណើរទៅប្រកបមុខរបរចិញ្ចឹមជីវិតតាមមធ្យោបាយរៀងៗខ្លួនតែប្រសិនបើថ្ងៃណាមួយព្រះអាទិត្យបានរះឡើងនោះតើភពផែនដីទាំងមូលនឹងទៅជាយ៉ាងណាប្រកាសជាងងឹតសូន្យសុងមើលអ្វីលែងឃើញមិនខានហើយតើមនុស្សយើងអាចរស់នៅបានដែរឬទេប្រសិនបើព្រះអាទិត្យមិនរះឡើងរហូតនោះសេចក្តីលំបាកវេទនាភាពដែលគួរឲ្យរន្ធត់តក់ស្លុតភ័យខ្លាចនឹងកើតមានឡើងពិតប្រាកដនៅលើភពផែនដីនេះមិនខានឡើយសេចក្តីយ៉ាងណាជីវិតរបស់កូនដែលមានពន្លឺរស្មីដោយសារមានពុកក៏យ៉ាងនោះដែរពុកគឺជាពន្លឺរស្មីនៃជីវិតរបស់កូនគ្រប់ពេលវេលាដែលកូននៅក្បែរពុកតែងតែផ្ដល់ភាពកក់ក្ដៅដល់កូនជានិច្ចមិនតែប៉ុណ្ណោះពុកថែមទាំងផ្ដល់ដំបូន្មានល្អៗដល់កូនទៀតផងពេលខ្លះពុកធ្វើកាចធ្វើខឹងដាក់កូនតែក្នុងចិត្តរបស់ពុកគឺចង់ឲ្យកូនល្អពុកពិតជាមនុស្សដែលល្អយ៉ាងក្រៃលែងណាស់សម្រាប់កូនព្រោះរាល់កាយវិការការប្រព្រឹត្តរបស់ពុកមកលើកូនគឺបង្កប់ទៅដោយភាពមេត្តាករុណាការស្រឡាញ់អាណិតចំពោះកូនពុកជាវីរបុរសដែលចាំជួយកូនរាល់ពេលដែលកូនមានសេចក្តីទុក្ខលំបាកព្រោះរាល់ពេលដែលកូនកាត់ទុក្ខលំបាកម្ដងពុកតែងតែជួយសម្រាលទុក្ខកូនជានិច្ចមិនទុកកូនចោលនៅម្នាក់ឯងឡើយពុកមានដួងហឫទ័យស្មោះសរល្អបរិសុទ្ធចំពោះកូនរកអ្វីគ្មានផ្ទឹមឡើយព្រោះការភ្នែកទាំងគូរបស់ពុកដែលសម្លឹងមករកកូនគឺមានភាពស្រទន់ពេញដោយសេចក្តីស្រឡាញ់វាចាដែលពុកនិយាយមករកកូនក៏បង្កប់ដោយភាពពឹសពុលតែងជក់ជាប់ដោយការអប់រំជានិច្ចពុកលំបាកក្នុងការងារក្តៅរងារងទុក្ខក្រំគ្រាធ្លាក់ខ្លួនឈឺពុំសូវជាយ៉ាងណាក៏ពុកនៅតែញញឹមក្នុងការងារនោះដែរដោយភាពភក្តីព្រោះពុកធ្វើដើម្បីតែជីវិតកូនពុកតស៊ូចិញ្ចឹមកូនមិនដែលត្អូញត្អែថាលំបាកម្ដងណាឡើយពុកចិញ្ចឹមកូនតាំងពីតូចរហូតមកដល់កូនធំបានក្តីដោយកម្លាំងញើសឈាមរបស់ពុកលះបង់ទាំងពេលវេលាលះបង់ទាំងកម្លាំងកាយទាំងកម្លាំងចិត្តបូជាជីវិតចំពោះកូន
ឲ្យកូនបាននៅសេចក្តីសុខបាននៅភាពកក់ក្ដៅពីពុកណាកូនពុកធ្វើអ្វីតែងតែគិតដល់កូនជានិច្ចពុកគិតពីជីវិតកូនគិតពីអនាគតរបស់កូនគិតខ្លាចកូនឈឺសុខភាពមិនល្អខ្លាចកូនមិនបាននៅសេចក្តីសុខខ្លាចកូននៅមិនមានភាពកក់ក្ដៅគិតខ្លាចកូនបរិភោគអាហារមិនគ្រប់គ្រាន់ពុកគិតគ្រប់បែបយ៉ាងជុំវិញជីវិតរបស់កូនពុកតែងតែមានបំណងប្រាថ្នាចង់ឲ្យកូនបាននៅសេចក្តីសុខគ្រប់ពេលវេលាឲ្យកូនមានជីវិតដ៏ល្អក្នុងការរស់នៅបន្តវង្សត្រកូលរបស់យើងនិងប្រាថ្នាចង់ឲ្យកូនក្លាយទៅជាមនុស្សល្អនៅក្នុងក្រុមគ្រួសារនិងជាមនុស្សល្អនៅក្នុងសង្គមជាពិសេសពុកចង់ឲ្យកូនជាអ្នកដឹងល្អដឹងអាក្រក់ដឹងខ្ពស់ដឹងទាបដឹងទោសនិងដឹងនៅខុសត្រូវពុកតែងតែដាស់តឿនក្រានរំលឹកកូនជារៀងរាល់ថ្ងៃឲ្យកូនប្រឹងប្រែងសិក្សារៀនសូត្រព្រោះគ្មានអ្វីដទៃដែលអាចជួយជីវិតកូនជារៀងរហូតបានក្រៅអំពីចំណេះវិជ្ជាឡើយពុកអាចជួយកូនបានតែពេលដែលពុកនៅមានជីវិតតែប៉ុណ្ណោះលុះពុកអស់ជីវិតទៅពុកមិនអាចជួយកូនបានទៀតឡើយគឺមានតែចំណេះវិជ្ជាទេដែលអាចជួយកូនជំនួសពុកបានពុកគ្មានអ្វីល្អប្រគល់ឲ្យកូនក៏ពិតមែនតែពុកបានប្រគល់នៅជីវិតដ៏ល្អប្រសើរដល់កូនដែលធ្វើឲ្យកូនមាននៅថ្ងៃនេះពុកគ្រប់វេលាដែលកូននៅជាមួយពុកកូនស្គាល់តែភាពថ្នាក់ថ្នមនិងភាពកក់ក្ដៅដែលពុកបានផ្ដល់ឲ្យកូននៅពេលវេលាដែលកូនបែកពីពុកកូនបានស្គាល់និងមិនបានដែលទទួលភាពកក់ក្ដៅពីនរណាម្នាក់ឲ្យដូចជាពុកឡើយកូនបានស្គាល់តែភាពល្វីងជូរចត់ដែលកើតមានប្រកបនៅក្នុងជីវិតកូននៅពេលដែលអត់មានពុកព្រោះតែដើម្បីជីវិតកូនពុកមិនថាត្រូវស្លាប់ទាំងខ្លួនក៏ពុកហ៊ានទទួលរងជំនួសកូនដែរទោះពុកត្រូវធ្វើជាខ្ញុំបម្រើគេជាកូនឈ្នួលដាច់ថ្លៃរបស់គេក៏ពុកគ្មានថ្ងៃរាឡើយឲ្យតែពុកអាចចិញ្ចឹមកូនបានរស់តែប៉ុណ្ណឹងគឺល្អប្រសើរណាស់សម្រាប់ពុកទោះត្រូវឈឺរងាដេកវេទនានៅលើគ្រែក៏ពុកនៅតែគិតព្រួយបារម្ភពីកូនជានិច្ចខ្លាចកូនគ្មានអ្នកជួយថែរក្សាខ្លាចកូនលំបាកនៅពេលដែលគ្មានពុករហូតមកពុកហេតុអ្វីបានជាពុកល្អចំពោះកូនម្លេះហើយហេតុអ្វីបានជាកូនខ្លះមើលមិនឃើញសេចក្តីល្អរបស់ពុកឬមួយក៏កូនគិតថាពុកចាស់ជរាហើយនៅធ្វើការងារឲ្យកូនមិនយូរទេដូច្នេះហើយពុកក៏គ្មានប្រយោជន៍អ្វីសម្រាប់កូនទៀតឡើយនេះហើយឬនេះហើយមែនឬជាការតបស្នង
របស់កូនមកលើពុកការលះបង់ដ៏ធំធេងរបស់ពុកវាគ្មានន័យសម្រាប់កូនទេឬពុកតែម្នាក់អាចចិញ្ចឹមកូន10-20នាក់រស់ចុះកូនហេតុអ្វី10-20នាក់តែមិនអាចចិញ្ចឹមពុកម្នាក់រស់បានតើវាមិនអយុត្តិធម៌ពេកទេសម្រាប់ពុកការលះបង់របស់ពុកចំពោះកូនគឺវាគ្មានព្រំដែនឡើយតែចំពោះកូនបានលះបង់អ្វីខ្លះដើម្បីពុកហើយឬនៅពេលដែលពុកឈឺពុកមិនសូមឲ្យកូនយកអ្វីមកជូនពុកឡើយពុកសូមត្រឹមបានឃើញមុខកូនតែប៉ុណ្ណឹងពុកអស់ចិត្តហើយព្រោះពុកស្រឡាញ់កូនពុកត្រូវការកូនពុកចង់ឃើញមុខកូនមុនពេលដែលពុកឃ្លាតឆ្ងាយពីកូនទៅណាកូនតើកូនឮទេកូនស្ដាប់ឲ្យច្បាស់ណាថាពុកពិតជាស្រឡាញ់កូនខ្លាំងណាស់នេះហើយគឺជាដួងហឫទ័យពិតប្រាកដរបស់ពុកណាកូនចុងកូនប្រុសស្រីទាំងអស់គ្នាពិចារណានៅកំណាព្យមួយនេះពុកជារស្មីនៃជីវិតកូនពុកតែងថែធូនបុត្រស្នួនចរណៃពុកប្រឹងធ្វើការជារៀងរាល់ថ្ងៃពុកធ្វើដើម្បីបុត្រថ្លៃគ្រប់គ្នាពុកពិតចិត្តស្មោះចំពោះកូនណាស់ពុកគឺជាព្រះតែងជួយការពារពុកឃុំក្រងកូនគ្រប់ពេលវេលាពុកទុកក្រំគ្រាវេទនាអំពុលពុកអើយពុកល្អនឹងកូនម្លេះពុកឈឺយ៉ាងនេះតែពុកមិនខ្វល់ពុកគិតតែកូនបុត្រស្នូននិមលពុកសែនខ្វាយខ្វល់ដល់កូនគ្រប់ប្រាណ